ឱកាសជ្រុងពី Foden លើកចូលគាត់មកជើស្ដារ៉ូទ្រីស្រូមកឲ្យ Haaland 11 អ្នកដំបូងរបស់ស្ពឺមាន Manchester City មានចាំទីកីឡាករ Ederson Moraes ខ្សែការពារមាន Nico Reilly អាកណាថាណាកេ Vitoris តាមគឺ Rico Lewis កដាលគឺមាន Richard បាទគ្រប់ត្រូល3រូប4រូបគឺមាន Jeremy Doku បាទ Cheki កដាល2រូបគឺមាន Phil Foden បាទ Cheki ចាប់ដៃគូគ្នាហើយប្រយុទ្ធ3រូបក៏លើគឺមាន Jeremy Doku Mamos និង Savinho បាទចំណែកឯ11អ្នកដំបូងរបស់ក្រុមជម្រើសក្រុម Videt បាទដែលតំណាងឲ្យម៉ារ៉ុកគឺមានចាំទីកីឡាករ Benabit បាទខ្សែការពារមាន Mofit មានកីឡាករ Ferreira មាន Macher បាទស្លាប់ឆ្វេងគឺមាន Butu បាទស្លាប់ខាងឆ្វេងគឺមាន Mufi បាទឆ្វេងអូយកដាលដាក់រហូតដល់5រូបឯណោះបាទអញ្ចឹងបាទឆ្វេងសម្បើមណាស់បាទ Mufi ស្លាប់ខាងឆ្វេងកីឡាករលេខ18ហើយតំបន់គ្រប់ត្រូលមានអាមរ៉ាបាត់បងប្អូនយើងស្គាល់ហើយណាបាទកាពីតែនក្រុមកីឡាករអាមរ៉ាបាត់បាទមានសរ៉ាអុយបាទមានមូលបារិកនិងស្លាប់ឆ្វេងគឺលុយបាទប្រយុទ្ធនោះគឺម៉ៃលូឡាបាទដឺគូបរោះមកគុជដឺគូផ្ទះចូលហើយឱកាសទាត់ស្ដាំមិនទាន់តាឆ្ងាយទប់មួយសិនកាប់មួយពីរផ្ទះស្ដាំ Foden តម្លាក់មកស្លាប់ក៏ស្ដាំអូជ្រេកាត់ចូលផ្ទះបានឱកាសសុតឆ្វេង Phil Foden ចូល Foden ដាក់មួយគ្រាប់លយបាទថ្ងៃនេះដាក់ Ryan Cheki ដែលមកពីលីយ៉ុងជើងខ្លាំងបាទមកពី Ligue 1បាទទិញមកថ្មីបាទ Raider បំរើតំបន់កដាលខ្សែការពារកដាលមួយទៀត Vitoris វ័យក្មេងដែលយកមកពី Palmeiras បាទកីឡាករសញ្ជាតិប្រេស៊ីលណែកាត់ចូលហើយពី Savinho បាទមិនសុទ្ធខ្លួនឯងទេល្អបញ្ជូនឲ្យគេអែមបាទសុទ្ធខ្លួនឯងគឺមិនឡើយ Savinho នេះគាត់មិនថាអីទេគឺគាត់មិនសូវសំណាងបាទអារឿងសុទ្ធមិនសំណាងប៉ុន្តែអារឿងក្លុកឲ្យបញ្ជូនឲ្យគេអែមឆ្វេងស្ដាំដឺគូនេះហើយនឹងSavinho នេះគឺអស់ទោះហើយមហាក្លុកហើយទៅជាបន្តពីស្លាប់ក៏ស្ដាំគៀបមិនផុត Savinho បញ្ជូនវាយកែកមួយល្អណាស់ទម្លាក់មកដល់កណ្ដាលសុទ្ធស្ដាំវ៉ាវអូម៉ាម៉ូសមិនចូលទេស្អាតបច្ចេកទេសប៉ុណ្ណេះខ្ញុំស្រឡាញ់យោយលយបងប្អូនយើងខ្ញុំឃើញភាពវៃឆ្លាតការបញ្ជូនបាល់ពីកីឡាករ Ryan Cheki វាយកែងនេះលយបាទលយមកប៉ាអែម Ryan Cheki ឥឡូវយើងទស្សនាលើកចូលហើយតែវ៉ាវណាថាណាគេតែមិនចំគោលដៅពីនឹងបានមួយគ្រាប់ទៀតសម្រាប់ស្ពឺមាន Manchester City ទស្សនារូបភាពបច្ចេកសាស្ត្រវិញរត់ទៅតែភ្លឹបកាច់មកផុតទីបាទនេះបើចូលឈោលបាត់ហើយព្រោះថាគាត់នៅឆ្ងាយដែរអ្នកចាំទីណាបាទឆ្ងាយពីកន្លែងតំបន់តែមិនអ្នកឆ្ងាយរត់ដល់ទេNottinghamអាមរ៉ាបាត់លើកមកហើយប្រើលឿនមួយស្មើដឹងខ្យល់បាយប៉ុន្តែតែគ្លៀមមិនផុតឱកាសតាមស្មើហើយសុទ្ធកាប់មួយផុតឡណាអាយ៉ាតាមស្ដាពីនសុនមើលទេអូយប៊ីញាប់អើយមកទៀតហើយពីស្លាប់ខាងស្ដាំបាទមិនទាន់ទៅដល់ឆ្ងាយអាមរ៉ាបាត់ចំយ៉ាក់ផាត់ផើចំយ៉ាវអើយខ្សែការពារ Vitoris តែអាក្បាច់តែនឹងដូចជាខុសម្ដងអាកាមុនគេតាមស្មើមើលតែដល់កឲ្យប៉ុណ្ណាខ្សែប្រយុទ្ធរបស់នេះបងប្អូនយើង Videt កាសាប្លាន់កានេះខ្ញុំសូមសរសើរគាត់ចិត្តត្រជាក់មែនទេណាប្រហែលលើកប្រហែលសារចិត្តត្រជាក់អត់ងាយសុទ្ធមែនទេអត់ងាយសុទ្ធទេបាទស្រឡាញ់កាប់ចុះកាប់ឡើងនៅក្នុងប្រអប់កថាដាច់ចកេះខ្សែការពាររបស់ Manchester City ប្រហែលដល់ដាច់ចកេះភឹងតែម្ដងបាទទស្សនាសារថ្មីជួយ share ម្ដងទៀតបងប្អូនហើយបាទសូមទឹកចិត្តបងប្អូនជួយ share ដោយសារតែមានបញ្ហាណាបាទអាចរូបភាពមិញឱកាសស្រួលចូលរយ៉ាន់កាត់ចូលសុទ្ធឆ្វេងអូយអត់ចូលទៀតអើយបាល់ល្អពេកប្តីខ្លួនសង្គ្រោះបានពីអ្នកចាំទីរបស់បាទវីដាត់កាសាប្លាន់កានេះអូយមើលសុទ្ធដល់កបដោយបងប្អូនហើយបាទ50ទៅ60អីហ្នឹងឱកាសជ្រុងពី Foden លើកចូលគាត់មកជើស្ដាម Goal អូ2-0 Manchester City ឲ្យ Manchester City បាន2គ្រាប់ក្នុងការនាំមុខបដាសិនទៅលើជើងខ្លាំងរបស់ Maroc លយអានេះរត់ទៅដល់ហើយគាត់ទាត់មកជើងស្ដាំបុចអូយលយអា Jeremy Doku ណែហក់ធាក់
1-0មកគ្រាប់ពីជេរេមីដឺគូជើងសវណ្ណរាសុស្ដីផងឱកាសទាត់ស្ដាំគ្លៀចេញតែមួយក្បាលទៀតបាទឱកាសជាបន្តសម្រាប់វីដេតកាសារីអើយស្ដាប់ពីចង្អាយមិនចំគូដៅទេមកជើងពីចង្អាយនេះដល់កប្រហើយមើលមកជើងពីចង្អាយនេះកោងស្អាតដែរបើខុសគូដៅប្រហែលជាខ្ទង់បាទឆាប់បានអូខេរ៉ូទ្រីស្រូមកឲ្យហាឡែនចំយ៉ាអើយហាឡែនសុទ្ធតែចូលមកហាឡែនសុទ្ធតែសើចទេសុទ្ធតែចូលហើយពីហាឡែនតែប៉ែមែនវិញហាឡែនវិញសុទ្ធតែចូលក្តៅកាហាយដែរវិញញ៉ាកដានក៏សម្រាប់ចិត្តផ្លុំកញ្ចាបញ្ចប់ការប្រកួតហើយបងប្អូនយល់ណាបាទអបអរសាទរសម្រាប់សំពៅមី Manchester City យកឈ្នះទៅលើក្រុមជើងខ្លាំងរបស់ម៉ារ៉ុកវីដេតកាសាប្លង់កាបានលទ្ធផល 2-0 3 ពិន្ទុសម្រាប់ការប្រកួតនៃជុំទី1នៅក្នុងពូល G